នៅពេលយើងគិតអំពីអាពាហ៍ពិពាហ៍តើវាមិនមែនជាការប្រារព្ធពិធីដ៏អស្ចារ្យបំផុតមួយក្នុងជីវិតទេពេលដែលកូនក្រមុំស្លៀកពាក់សម្លៀកបំពាក់ដ៏ស្រស់ស្អាតដើរឆ្ពោះទៅរកកូនកំលោះវាពិតជាទស្សនីយភាពដ៏ស្រស់ស្អាតមួយការក្លាយជាកូនក្រមុំជានិមិត្តរូបនៃសេចក្តីស្រឡាញ់ការចាប់ផ្ដើមថ្មីនិងក្តីសង្ឃឹមនៅក្នុងពិធីមង្គលការមនុស្សគ្រប់គ្នាចង់ចូលរួមក្នុងភាពរីករាយនិងពរជ័យនៃឱកាសពិសេសនោះរឿងរ៉ាវរបស់អាប៊ីកែដែលក្លាយជាប្រពន្ធរបស់ដាវីតនៅក្នុង1សាមយូអែ25គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍ណាស់អាប៊ីកែបានរៀបការជាមួយនាបាដែលជាបុរសមានមោទនភាពនិងល្ងង់ខ្លៅគាត់បានប្រមាថនិងបដិសេធដាវីតប៉ុន្តែអាប៊ីកែបានដឹងពីគ្រោះថ្នាក់ដែលភាពល្ងង់ខ្លៅរបស់ប្តីនាំមកផ្ទះរបស់ពួកគេហើយបានធ្វើសកម្មភាពដោយប្រាជ្ញានិងភាពរៀបរៀបនាងបានទៅជួបដាវីតហើយបានបញ្ចប់កំហឹងរបស់គាត់ដោយសន្តិភាពដាវីតដែលចាប់អារម្មណ៍នឹងប្រាជ្ញារបស់នាងបានចងចាំសកម្មភាពរបស់នាងក្រោយមកនាបាបានស្លាប់ដោយសារការវិនិច្ឆ័យរបស់ព្រះហើយដាវីតបានយកអាប៊ីកែធ្វើជាប្រពន្ធរបស់គាត់អាប៊ីកែបានក្លាយជាកូនក្រមុំថ្មីរបស់ដាវីតរឿងនេះមិនមែនគ្រាន់តែនិយាយពីអាពាហ៍ពិពាហ៍ទេវាឆ្លុះបញ្ចាំងពីរបៀបដែលព្រះផ្លាស់ប្ដូរជីវិតរបស់យើងដោយសេចក្តីស្រឡាញ់របស់ទ្រង់នៅពេលដែលព្រះយេស៊ូវបានលះបង់ខ្លួនទ្រង់នៅលើឈើឆ្កាងទ្រង់បានលាងសម្អាតកំហុសភាពបរាជ័យនិងរបួសពីអតីតកាលរបស់យើងដូចជាអាប៊ីកែបានក្លាយជាកូនក្រមុំថ្មីយើងក៏ទទួលបានជីវិតថ្មីតាមរយៈព្រះយេស៊ូវដែរយើងត្រូវបានរំដោះចេញពីអំពើបាបក្នុងអតីតកាលហើយក្លាយជាកូនក្រមុំរបស់ព្រះគ្រីស្ទដែលត្រូវបានអញ្ជើញឲ្យចូលទៅក្នុងទំនាក់ទំនងដ៏ជិតស្និទ្ធនិងពោរពេញដោយសេចក្តីស្រឡាញ់ជាមួយទ្រង់ទំនាក់ទំនងរវាងកូនក្រមុំនិងកូនកំលោះគឺជាទំនាក់ទំនងដ៏ជិតស្និទ្ធបំផុតមួយពួកគេចែករំលែកការសន្ទនាដ៏ស៊ីជម្រៅនិងផ្លាស់ប្ដូរពាក្យសម្ដីនៃសេចក្តីស្រឡាញ់ទោះបីយើងមិនធ្លាប់ស្គាល់ព្រះយេស៊ូវពីមុនក៏ដោយឥឡូវនេះក្នុងនាមជាកូនក្រមុំរបស់ទ្រង់យើងមានឯកសិទ្ធិក្នុងការធ្វើឲ្យទំនាក់ទំនងរបស់យើងជាមួយទ្រង់កាន់តែស៊ីជម្រៅនិងចែករំលែកសេចក្តីស្រឡាញ់របស់ទ្រង់ដោយសេរីយើងទាំងអស់គ្នាមានអតីតកាលដែលពោរពេញទៅដោយកំហុសនិងការសោកស្ដាយប៉ុន្តែអ្វីដែលសំខាន់គឺយើងមិនចាំបាច់ត្រូវបានចងភ្ជាប់ជាមួយវាទេមនុស្សជាច្រើនសុបិនចង់ចាប់ផ្ដើមថ្មីមិនថាបន្ទាប់ពីកំហុសនៅកន្លែងធ្វើការឬការឆ្លោះជាមួយមិត្តភក្តិសេចក្តីស្រឡាញ់របស់ព្រះគឺបែបនោះមិនទុកឲ្យយើងនៅដដែលប៉ុន្តែផ្លាស់ប្ដូរយើងទ្រង់អប់យើងដោយសេចក្តីស្រឡាញ់ហើយមានបន្ទូលថាគឺអ្នកមានតម្លៃសម្រាប់យើងនៅពេលយើងទទួលយកព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់យើងទោះបីអតីតកាលរបស់យើងមានកំហុសឬការសោកស្ដាយច្រើនប៉ុណ្ណាក៏ដោយព្រះប្រទានឲ្យយើងនៅការចាប់ផ្ដើមថ្មីមួយក្នុងព្រះគ្រីស្ទយើងត្រូវបានបន្សុទ្ធហើយរស់នៅក្នុងជីវិតដ៏ស្រស់ស្អាតជាមួយព្រះខ្ញុំសង្ឃឹមថាអ្នកគ្រប់គ្នានឹងបានជួបប្រទះនឹងការចាប់ផ្ដើមថ្មីនេះនៅក្នុងសេចក្តីស្រឡាញ់របស់ទ្រង់